បាទគ្រប់ជ្រាបសួរពុកម៉ែបងប្អូនបាទហើយតកតងនឹងការធ្វើអនាម័យទៅលើទឹកមាន់របស់យើងវាជាសារៈសំខាន់មួយជារឿងមួយដែលសំខាន់សម្រាប់អ្នកចិញ្ចឹមមាន់ដែលយើងគួរតែយកចិត្តទុកដាក់វាសំខាន់ខ្លាំងសម្រាប់អ្នកចិញ្ចឹមមាន់ណាពុកម៉ែបងប្អូនហើយថ្ងៃនេះដែរខ្ញុំមកធ្វើការអនាម័យបោសសម្អាតទៅលើទ្រុងរបស់ខ្ញុំព្រោះឲ្យវាដល់ថ្ងៃទៅត្រូវបោសសម្អាតហើយម្យ៉ាងវិញទៀតវាមានភ្លៀងហើយសាច់ចូលមកក្នុងទ្រុងវាសាច់ទៅលើកាមសាច់ទៅលើពីមុខរបស់មាន់ធ្វើពីការធុំក្លិនហើយអញ្ចឹងយើងក៏ធ្វើការបោសសម្អាតទៅលើទ្រុងមាន់របស់យើងអញ្ចឹងណាបាទហើយកាលណាទ្រុងយើងខ្វះអនាម័យទ្រុងយើងអត់មានការសម្អាតបានត្រឹមត្រូវយើងទុកចោលវាមានធុំក្លិនមានបង្កនៅបាក់តេរីបង្កនៅមេរោគផ្សេងធ្វើឲ្យវាប៉ះពាល់ដល់មាន់របស់យើងគឺវាជាបញ្ហាមួយដែលប្រឈមធំខ្លាំងសម្រាប់យើងអ្នកចិញ្ចឹមមាន់ពួកអីកាលណាយើងមិនដោយវាមានក្លិនឈួលមានក្លិនមិនល្អនៅក្នុងទ្រុងបរិស្ថានជុំវិញទ្រុងរបស់យើងហ្នឹងទាំងនៅក្នុងទ្រុងទាំងជុំវិញទ្រុងរបស់យើងធ្វើឲ្យមាន់របស់យើងវាមានបញ្ហាខ្លាំងតកតងទៅនឹងផ្លូវដង្ហើមតកតងទៅនឹងការរស់នៅរបស់វាអញ្ចឹងហើយវាប្រឈមនឹងការផ្ទុះនៅជំងឺប្រឈមនឹងការឈឺទៅលើជំងឺផ្សេងបាទហើយនៅក្នុងត្រង់ចំណុចមួយនេះក៏មានបងប្អូនយើងមួយចំនួនដែលគាត់មានការស្វែងប្រហែសហើយខ្វះចន្លោះដែរបងប្អូនខ្លះគាត់បានធ្វើវ៉ាក់សាំងគ្រប់គ្រាន់គាត់មានថ្នាំការពារគ្រប់មុខហើយប៉ុន្តែនៅរមន់គាត់ឈឺដដែលដោយសារអីដោយសារយើងខ្វះចន្លោះនៅចំណុចណាមួយជាក់ស្ដែងអីដូចកាចយើងធ្វើអនាម័យទ្រុងរបស់យើងនេះចឹងកាលណាយើងមិនបានធ្វើអនាម័យទៅលើទ្រុងរបស់យើងបានល្អទេធ្វើឲ្យវាមានក្លិនធ្វើឲ្យវាមានមេរោគនៅក្នុងទ្រុងរបស់យើងនោះហើយមាន់យើងនឹងក៏វានៅជួបជំងឺដូចគ្នាវានៅតែមានជំងឺចូលមកប៉ះពាល់ដល់សុខភាពមាន់របស់យើងទោះយើងមានវ៉ាក់សាំងហើយមានថ្នាំព្យាបាលយ៉ាងណាក៏ដោយក៏ទប់មិនជាប់ដែរបងប្អូនការធ្វើអនាម័យទ្រុងនេះគឺវាសំខាន់ណាយើងគិតថាកន្លែងរស់នៅមិនថាមនុស្សយើងមិនថាសត្វទេយើងត្រូវការកន្លែងដែលស្អាតហើយកាលណាដែលវាមានក្លិនមានមេរោគច្រើននៅក្នុងទ្រុងនោះជាងយូរឆាប់អីមាន់យើងហ្នឹងគឺវានឹងជួបបញ្ហាជំងឺណាមួយដែលយើងមិននឹកស្មានដល់ដូចគ្នាហ្នឹងហើយនៅមានបងប្អូនយើងមួយចំនួនគាត់តែសួរខ្ញុំចឹងតើតនឹងការអនាម័យទ្រុងស្អាតទ្រុងការបដូងកាមតើតការបដូងកាមប្រហែលថ្ងៃក៏ដូរម្ដងហើយមើលវិធីណាមិនដឹងខាងការនោះបានត្រូវបានដូរចឹងណាហើយជាក់ស្ដែងទៅការចិញ្ចឹមសត្វគឺលើការអនាម័យនេះទៅលើកាមគឺយើងអាចកំណត់ថ្ងៃបានទេបងប្អូនបើសិនជាមាន់វាជុះច្រើនលើកាមហ្នឹងហើយយើងមើលឃើញថាវាមានលាមកច្រើនហើយវាមានក្លិនមានអីចឹងយើងត្រូវទៅដូរហ្នឹងយើងអត់ចាំបាច់ថាប្រហែលថ្ងៃយើងត្រូវដូរទេព្រោះអីហ្នឹងបើយើងទុកទៅវានាំឲ្យមានក្លិនអាម៉ាញ៉ាវាច្រើននឹងធ្វើប៉ះពាល់ដល់ផ្លូវដង្ហើមរបស់មាន់យើងហើយវាបង្កដល់បាក់តេរីច្រើនទ្រុងមាន់កាលណាដែលយើងទុកវាលាមកចោលអូមផ្អាប់ជូរគឺវាមានបញ្ហាខ្លាំងទៅលើការរស់នៅរបស់សត្វរបស់យើងមិនថាមាន់សាច់កូនមាន់ឬក៏មេបាពូទេគឺយើងត្រូវតែអនាម័យជានិច្ចទៅលើទ្រុងនឹងលាមកមាន់វាតែមានធុំក្លិនហើយបងប្អូនវាមិនអត់សោះទេគាត់ថាយើងព្យាយាមធ្វើយ៉ាងណាកុំឲ្យវាធុំក្លិនស្អុយខ្លាំងព្រោះអីកាលណាលាមកគឺវាតែធុំក្លិនចឹងហើយយើងមិនអាចថាវាបាត់ 100% ទេអញ្ចឹងហើយយើងរួមផ្សំនឹងការអនាម័យផងយើងបាញ់ថ្នាំសម្លាប់មេរោគយើងលាងសម្អាតទ្រុងហើយយើងមានប្រភេទជាថ្នាំបំបត្តិក្លិនបំបត្តិអីចឹងទៀតទៅយើងរួមផ្សំគ្នាទៅគឺទ្រុងយើងហ្នឹងគឺវាកាត់បន្ថយក្លិនបានច្រើនហើយទ្រុងយើងហ្នឹងវាមានអនាម័យផងដែរហើយមាន់យើងដាក់ទៅវាងាយមានបញ្ហាឈឺផ្សេងៗទេតើតោងនឹងកាមមិនដែរយើងផ្លាស់ប្ដូរលឿនឆាប់អាស្រ័យទៅលើមាន់របស់យើងផងដែរបើសិនជាមាន់របស់យើងនៅក្នុងទ្រុងយើងហ្នឹងវាមានរាកច្រើនវាមានជំងឺរាកកាលណាវាមានរាកគឺវាមានជាតិទឹកអញ្ចឹងកាមរបស់យើងនោះក៏វាឆាប់ធុំក្លិនដែរអញ្ចឹងយើងឧស្សាហ៍បដូរវាម្យ៉ាងវិញទៀតបើសិនជាមានភ្លៀងសាចូលទ្រុងមាន់របស់យើងធ្វើឲ្យសើមកាមក៏យើងឧស្សាហ៍ដូរដែរព្រោះយើងមិនអាចទុកឲ្យវាសើមកាមនឹងបានទេបងប្អូនតើតោងនឹងការចំសត្វរបស់យើងកាលណាយើងធ្វើមួយមុខខ្វះមួយមុខក៏ធ្វើឲ្យយើងជួបបរាជ័យដែរបងប្អូនព្រោះអីយើងមិនអាចពឹងតែការអនាម័យមួយមុខបានទេហើយក៏យើងមិនអាចពឹងទៅលើថ្នាំវ៉ាក់សាំងអីមួយមុខបានដែរគឺវារួមផ្សំបុកផ្សំគ្នាជាមួយនឹងការធ្វើអនាម័យជាមួយនឹងការធ្វើវ៉ាក់សាំងជាមួយនឹងការឲ្យថ្នាំការពារធ្វើជីវសុវត្ថិភាពបិទបាំងមាន់ឲ្យចិត្តកុំឲ្យមាន់យើងនឹងទៅប៉ះពាល់នឹងជាមួយនឹងសត្វដទៃហើយវាមានការខូចខាតមានឆ្លងជំងឺមកដល់មាន់របស់យើងពីបុកផ្សំគ្នាទៅមាន់យើងនឹងចំទៅគឺវាមិនសូវជួបបញ្ហាច្រើនហើយជាពិសេសនោះដែរនៅក្នុងខែនេះតែម្ដងចាប់ពីខែនេះដល់ខែ7ខែ8នេះគឺមាន់ប្រឈមនឹងការផ្ទុះជំងឺសម្រាប់បងប្អូនយើងគាត់ចិញ្ចឹមលក្ខណៈគ្រួសារ
ហើយបងប្អូនយើងមួយចំនួនអ្នកចិញ្ចឹមមាន់ដែលខ្ញុំតែលើពីបងប្អូនយើងគាត់តែនិយាយគាត់ថាមាន់របស់គាត់ហ្នឹងគឺគាត់វ៉ាក់សាំងគាត់ធ្វើគ្រប់ហើយថ្នាំការពារអីគាត់តែងតែដាក់ទៀងទាត់តាមអាកាសធាតុអីបំរែបំរួលប៉ុន្តែមាន់គាត់នៅតែឈឺនៅតែឆ្លងជំងឺនៅតែងាប់ហ្នឹងគឺជាចំណុចមួយដោយសារគាត់បដោតទៅលើតការព្យាបាលការពារមួយមុខហ្នឹងក៏ប៉ុន្តែគាត់អត់មានការអនាម័យហើយបើសួរគាត់ទៅការសម្អាតអនាម័យត្រង់ចូលដល់ឯងត្រង់គាត់ទៅគឺគាត់គាត់បោះលីមួកមាន់ហ្នឹងប៉ុន្តែការបាញ់ថ្នាំសម្លាប់មេរោគការបំបត្តិក្លិនមាន់លីមួកមាន់ហ្នឹងក៏អត់មានការសម្អាតបានត្រឹមត្រូវគាត់បោះទៅសម្អាតបាច់តែកបោសជាងការអត់ទៀតថ្នាំមេរោគអត់បាញ់ធ្វើម៉េចយើងវិទប់ស្កាត់បានបងប្អូនមិនថាវ៉ាក់សាំងគឺវាអាចការពារបានទេប៉ុន្តែបើសិនជាអនាម័យរបស់យើងវាមានអនាម័យទេទៅលើទ្រុងមាន់របស់យើងហ្នឹងមេរោគវាសម្ងំពួនសម្ងំនៅក្នុងទ្រុងយើងនឹងយូរហើយវាចាំដល់ឱកាសទេហើយបើសិនជាមេរោគវានៅចិត្តមាន់យើងនឹងហើយធ្វើម៉េចមាន់យើងនឹងវាជាផុតរហូតបងប្អូនជាផុតតែមកវគ្គក្រោយគង់ទៅជួបទេវគ្គណាមួយអញ្ចឹងហើយយើងទោះយើងបានដាក់វ៉ាក់សាំងមានថ្នាំការពារមិនក៏ដោយតើឱកាសណាដែលវាត្រូវជ្រៀតចូលបានវាជ្រៀតចូលជំងឺនេះវាអត់ចាំពេលណាទេមានចាំរដូវណាទេហើយវិធីដែលកុំឲ្យមេរោគវាសង្ងំមាននៅក្នុងទ្រុងយើងនឹងមានអីក្រៅពីការសម្អាតទ្រុងការបាញ់សម្លាប់មេរោគឲ្យទៀងទាត់ទេទៅមេរោគវាអត់មានក្នុងទ្រុងរបស់យើងទាំងបរិវេណជុំវិញទ្រុងមាន់របស់យើងនឹងទាំងក្នុងទ្រុងយើងសម្អាតធ្វើម៉េចកុំឲ្យមានមេរោគហើយក្នុងការចិញ្ចឹមមាន់កាលណាយើងធ្វើគ្រប់ចំណុចទាំងអស់នេះហើយបងប្អូននឹងមិនងាយជួបបញ្ហាទេហើយជួបបញ្ហាក៏យើងងាយស្រួលនឹងដោះស្រាយដែរហើយខុសពីដែលយើងមិនបានធ្វើគ្រប់ចំណុចទាំងអស់ហ្នឹងហើយបើសិនជាវាមានបញ្ហាបើសិនជាយើងអត់បានធ្វើទាំងវ៉ាក់សាំងទាំងថ្នាំការពារក្នុងទ្រុងក៏យើងអត់មានសម្រាប់ការពារតម្រង់ទុកទេអាហ្នឹងបើសិនជាជួបបញ្ហាគឺយើងពិបាកដោះស្រាយ